Cô phá ban đã cắtប្រាសាទភ្នំមួយហើយឃើញថាទីធ្លាប្រាសាទមានស្មៅដុះពេញហើយផ្នែកខាងក្នុងទ្រុឌទ្រោមដូច្នេះគាត់បានដាក់កាំបិតកាប់ឈើរបស់គាត់ចុះហើយសម្អាតប្រាសាទទាំងខាងក្នុងនិងខាងក្រៅរហូតដល់វាភ្លឺចែងចាំងស្អាត Goff បានលុតជង្គង់នៅចំពោះមុខរូបសំណាករបស់ព្រះភ្នំហើយក្រាបថ្វាយបង្គំ3 ដងពេលគាត់ហៀបនឹងចាក់ចេញគាត់បានកត់សម្គាល់ឃើញថាទ្វារគោះទ្វារត្រូវបានគ្របដណ្ដប់ដោយធូលីដីដូច្នេះគាត់បានជូតវាយ៉ាងខ្លាំងរហូតដល់វាភ្លឺចែងចាំងគ្រប់គ្រាន់ដើម្បីឆ្លុះបញ្ចាំងពីរូបភាពរបស់មនុស្សម្នាក់ដោយពេញចិត្តគាត់បានលើកកាំបិតកាប់ឈើរបស់គាត់ហើយត្រឡប់ទៅផ្ទះវិញភ្លាមនៅពេលដែល Goff ចាក់ចេញពន្លឺពណ៌មាសមួយបានភ្លឺចេញពីប្រាសាទព្រះភ្នំរូបសំណាករបស់ព្រះភ្នំបានរើចេញហើយបុរសចំណាស់ម្នាក់ដែលមានពុកចង្ការពណ៌ប្រផេះបានបង្ហាញខ្លួនគាត់បានអង្អែលពុកចង្ការរបស់គាត់សម្លឹងមើលប្រាសាទដ៏ស្អាតនិងទ្វារគោះទ្វារដ៏ភ្លឺចែងចាំងមុខរបស់គាត់ពោពេញដោយការពេញចិត្តគាត់បានងក់ក្បាលហើយដោយភ្លឹបភ្លែតគាត់បានប្រែក្លាយទៅជាផ្សែងហើយឡើងទៅស្ថានសួគ៌ព្រះភ្នំបានជួបព្រះពោធិសត្វខ្វាន់យិនហើយបានប្រាប់នាងយ៉ាងលម្អិតអំពីអ្វីដែល Goff បានធ្វើជាពិសេសការលើកឡើងថា Goff បានធ្វើការយ៉ាងមិនចេះនឿយហត់សូម្បីតែសម្អាតទ្វាររហូតដល់វាស្អាតបាតពេលលើដូច្នេះដៃរបស់ព្រះពោធិសត្វខ្វាន់យិនក៏បែកញើសបន្តិចនាងបាននិយាយថាមនុស្សនេះមានចិត្តបរិសុទ្ធនិងសប្បុរសហ្មត់ចត់ក្នុងសកម្មភាពរបស់គាត់ហើយមិនជៀសវាងការធ្វើល្អព្រោះវាតូចទេហើយគាត់ក៏មិនក្រអឺតក្រទមដោយសារតែអំណាចដ៏ទេវភាពដែរគាត់គួរតែត្រូវបានផ្ដល់រង្វាន់ដើម្បីសរសើរទង្វើល្អរបស់គាត់នៅព្រឹកនោះឈៀវហ្វូបានទៅអូដើម្បីដងទឹកភ្លាមនោះគាត់បានឃើញធ្មេខ្មៅជាច្រើននៅបាតអូភ្លឺចែងចាំងស្រាលនៅក្រោមព្រះអាទិត្យពេលព្រឹកគាត់បានរើសមួយដុំវាធ្ងន់និងខុសគ្នាឆ្ងាយពីថ្មធម្មតាថ្មនេះមានវីរភាពពិសេសវានឹងល្អសម្រាប់ត្រជើងតូចឈៀវហ្វូគិតក្នុងចិត្តរួចរមៀលខោរបស់គាត់ឡើងដល់ជង្គង់ហើយរើស3ដុំទៀតសរុបទៅ4ដុំសម្រាប់ជើងតូចពេលគាត់ហៀបនឹងរើស2 3 ដុំទៀតដើម្បីសង់ជញ្ជាំងគាត់ស្រាប់តែយន្តណាម្នាក់ហៅពីក្រោយយុវជនឲ្យរងចាំគាត់ស្រែកពេលងាកមកគាត់ឃើញស្ត្រីចំណាស់ស្លៀកពាក់យ៉ាងស្អាតបាតម្នាក់ស្ត្រីនោះដើរមកយ៉ាងលឿនទឹកមុខធ្ងន់ធ្ងរថ្មខ្មៅទាំងនេះមិនអាចរើសបានទៀតទេឈៀវហ្វូសួរដោយនាងឆ្ងល់ថាហេតុអ្វីបានជាថ្មទាំងនេះនៅក្នុងអូមិនមានម្ចាស់ស្ត្រីនោះងក់ក្បាលហើយនិយាយថាថ្មទាំងនេះជារបស់នរណាម្នាក់ឈ្មោះលីចុងយ៉ានអ្នករើសបាន4រួចហើយគ្រប់គ្រាន់ហើយបើមានទៀតគឺលោភលន់ណាស់ពេលលើដូច្នេះឈៀវហ្វូក៏ប្រញាប់ដាក់ថ្មទាំងនោះចូលទៅក្នុងអូវិញដោយសារដូច្នោះមែនគាត់និយាយខ្ញុំនឹងយកវាមកវិញដែរស្ត្រីនោះបញ្ឈប់គាត់មិនចាំបាច់ទេនាងនិយាយថ្មទាំងនេះអាចជាអ្វីដែលអ្នកត្រូវមានចូលចាំពាក្យរបស់ខ្ញុំអ្វីដែលជារបស់អ្នកនឹងមកដោយមិនបាច់តស៊ូអ្វីដែលមិនមែនជារបស់អ្នកមិនអាចរក្សាទុកបានទេទោះបីជាអ្នកតស៊ូដើម្បីវាក៏ដោយពេលនោះស្ត្រីនោះក៏ងាកចេញបាត់ខ្លួនចូលទៅនងធូលីដីក្នុងមួយប៉ព្រិចភ្នែកឈៀវហ្វូបានយកធ្មេខ្មៅទាំង4នោះទៅផ្ទះដោយមានអារម្មណ៍ព្រួយបារម្ភតែស្ត្រីនោះដឹងដោយរបៀបណាថាខ្ញុំរើថ្មហើយតើលីចុងយ៉ានជានរណាដោយមិនអាចយល់បានគាត់ក៏ដាក់ថ្មទាំងនោះនៅជ្រុងតុហើយភ្លេចវាបន្តិចម្ដងឈៀវហ្វូតែងតែគិតអំពីនរណាម្នាក់គូស្នេហ៍កាលពីកុមារភាពនិងជាអ្នកជិតខាងរបស់គាត់គឺគួយលៀនអ្នកទាំងពីរធំឡើងជាមួយគ្នាហើយមានភាពស្និទ្ធស្នាលខ្លាំងណាស់ឈៀវហ្វូចង់រៀបការជាមួយគួយលៀនជាយូរមកហើយគួយលៀនសុខចិត្តរៀបការជាមួយគាត់ប៉ុន្តែឪពុកម្ដាយរបស់គួយលៀនមើលងាយគួយលៀនដោយចាត់ទុកគ្រួសាររបស់គាត់ថាក្រពេកមិនអាចផ្ដល់ថ្លៃបណ្ណាការសម្រុំបានពួកគេបានប្រកាសថាប្រសិនបើពួកគេចង់រៀបការជាមួយគួយលៀនពួកគេនឹងត្រូវផ្ដល់ប្រាក់60 តាលបើមិនដូច្នោះទេវានឹងមិនសមនឹងទទួលបានទេ2 3ថ្ងៃក្រោយមកគួយលៀនបានមកជួយគួយលៀនជួសជុលសម្លៀកបំពាក់នាងបានកត់សម្គាល់ឃើញធ្មេខ្មៅមួយនៅជ្រុងតូភ្លឺចែងចាំងដោយពន្លឺមិនធម្មតាដោយចង់ដឹងចង់ឃើញនាងបានអង្គុយចុះដើម្បីពិនិត្យមើលវាឲ្យជិតរួចយកកម្រាមដៃរបស់នាងទៅប៉ះវានាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញថាវាមិនមែនជាថ្មទាល់តែសោះប៉ុន្តែជាប្រាក់ឈើគួយលៀនមិនជឿនាងទេដូច្នេះគួយលៀនបានឲ្យគាត់យកថ្មមួយដុំចេញនាងបានកោសផ្ទៃខ្មៅចេញដោយកាំបិតដោយបង្ហាញប្រាក់ពណ៌ស្ដូចព្រិលនៅខាងក្នុងប្រាក់ឆៅចំនួន4ដុំដែលនីមួយមានទម្ងន់យកអាងហោចណាស់25 តាលថែលឥឡូវនេះអំណោយភ្ជាប់ពាក្យត្រូវបានធានាហើយគូលៀនបាននិយាយដោយរីករាយថា
យកទាំងនេះទៅបញ្ចាំយ៉ាងលឿនយកប្រាក់គ្រប់គ្រាន់ដើម្បីស្នើសុំឪពុកម្ដាយខ្ញុំរៀបការគូឈីវហ្វូស្ទាក់ស្ទើរស្ត្រីនោះបាននិយាយថាត្បូងប្រាក់ទាំងនេះត្រូវបានគ្រួសារលីប្រគល់មកវិញតើខ្ញុំអាចប្រើលុយរបស់អ្នកដទៃដើម្បីរៀបការដោយរបៀបណាគូលៀនបញ្ចុះបញ្ចូលគាត់ថាតែស្ត្រីនោះមិនបាននិយាយដែរទេថាត្បូងទាំងនេះអាចជាអ្វីដែលអ្នកត្រូវបានកំណត់សម្រាប់ប្រសិនបើអ្នកមានអារម្មណ៍មិនល្អអ្នកអាចប្រគល់វាទៅឲ្យលីចុងយ៉ាននៅពេលដែលអ្នកឃើញគាត់ពេលក្រោយឈៀវហ្វូបានគិតអំពីវាហើយយល់ព្រមគាត់បានរុំប្រាក់ឆៅ2ដុំក្នុងក្រណាត់មួយហើយរៀបចំដើម្បីបញ្ចាំវានៅក្នុងទីក្រុងមុនពេលគាត់ចាក់ចេញឈីវលៀនបានព្រមានគាត់ឲ្យប្រុងប្រយ័ត្ននិងកុំឲ្យខាតលុយនិងបង្កបញ្ហាជាអកុសលអ្វីដែលគាត់ខ្លាចបំផុតបានកើតឡើងនៅពេលដែលឈីវហ្វូចាក់ចេញពីភូមិគាត់ត្រូវបានប្រទះឃើញដោយចៅសានដែលជីចោលក្នុងស្រុកម្នាក់ឃើញឈីវហ្វូកំពុងកាន់បាច់ដោយប្រុងប្រយ័ត្នចៅសានសង្ស័យថាមានរបស់មានតម្លៃនៅខាងក្នុងហើយលួចដើរតាមគាត់ដោយសម្ងាត់ពាក់កណ្ដាលផ្លូវចៅសានស្រាប់តែលោតចេញហើយបិទផ្លូវរបស់គាត់កបងប្រុសឯងទៅណាលឿនម្ល៉េះឯងយករបស់ល្អអ្វីមកឈីវហ្វូបានលាក់បាច់នោះយ៉ាងលឿននៅពីក្រោយខ្នងរបស់គាត់គឺគ្មានអ្វីច្រើនទេគ្រាន់តែសម្លៀកបំពាក់ចាស់មួយចំនួនដើម្បីយកទៅបញ្ចាំនៅក្នុងទីក្រុងចៅសានមិនជឿគាត់ទេហើយលូកដៃទៅឆក់យកវាក្នុងការតស៊ូនោះបាច់នោះបានបាក់បែកហើយប្រាក់ភ្លឺចែងចាំងបានរមៀលចុះមកដីភ្នែករបស់ចៅសានបើកធំអាំនោះកំសត់ឲ្យឯងយកប្រាក់ច្រើនម្លេះមកពីណាឯងលួចវាមែនទេឈៀវហ្វូបានរៀបរាប់លម្អិតអំពីរបៀបដែលគាត់បានរកឃើញថ្មប្រាក់នៅក្បែរអូពេលដូច្នេះភាពលោភលន់របស់ចៅសានក៏ផ្ទុះឡើងហើយគាត់បានបង្ខំឈៀវហ្វូឲ្យនាំគាត់ទៅអូពេលទៅដល់ទីនោះចៅសានក៏លោតចូលដោយអន្ទះសារហើយស្វែងរកកន្លែងដែលឈៀវហ្វូបានរកឃើញប្រាក់ប៉ុន្តែរកមិនឃើញអ្វីសោះដោយមិនរាថយគាត់បានស្វែងរកទាំងខាងលើនិងខាងក្រោមនៅតែរកមិនឃើញអ្វីសោះឯងក៏ហកខ្ញុំចៅសានស្រែកឡើងដោយកំហឹងឈៀវហ្វូក៏មានការងឿងឆ្ងល់ដែរបានចូលទៅក្នុងអូដោយខ្លួនឯងហើយដោយគ្រាន់តែប៉ះបន្តិចក៏បានរកឃើញធ្មខ្មៅមួយទៀតចៅសានបានឆក់យកវាហើយឃើញថាវាពិតជាប្រាក់ឆៅមែនគាត់ខឹងយ៉ាងខ្លាំងលោតឡើងចុះថាហេតុអ្វីបានជាអ្នករកវាឃើញប៉ុន្តែខ្ញុំរកមិនឃើញភ្លាមនោះអាកាសធាតុបានផ្លាស់ប្ដូរភ្លាមខ្យល់បក់ខ្លាំងមួយបានបក់បោកចៅសានចូលទៅក្នុងអូឈីវហ្វូបានបោះពីលើដើមឈើយ៉ាងលឿនហើយពួកគេបានទាញគាត់ឡើងច្រាំងដោយលំបាកចៅសានបានថប់ដង្ហើមដោយសារទឹកហើយដេកញ័រនៅលើច្រាំងលែងហ៊ានចង់បានថ្មប្រាក់នោះទៀតហើយឈីវហ្វូបានបញ្ចាំប្រាក់របស់គាត់ដោយកោសប្រាក់60តាលហើយបានរៀបការជាមួយគុយលៀនក្នុងពិធីដ៏ធំមួយគូស្នេហ៍វ័យក្មេងទាំងពីរនាក់នេះឧស្សាហ៍ព្យាយាមនិងសន្សំសំចៃហើយជីវិតរបស់ពួកគេក៏រីកចម្រើនមួយឆ្នាំក្រោយមកគុយលៀនបានសម្រាលកូនប្រុសម្នាក់ដែលមានសុខភាពល្អចម្លែកណាស់ក្មេងនោះយំឥតឈប់ឈរតាំងពីកំណើតហើយគ្មាននរណាម្នាក់អាចលួងលោមគាត់បានឡើយគ្រូពេទ្យម្នាក់ត្រូវបានគេហៅប៉ុន្តែគាត់បាននិយាយថាក្មេងនោះមានសុខភាពល្អគាត់មិនដឹងថាហេតុអ្វីបានជាក្មេងនោះយំជានិច្ចនោះទេមិនយូរប៉ុន្មានទារកនោះមានអាយុ1ខែហើយជីដូនជីតាខាងម្ដាយរបស់គាត់បានមកអបអរសាទរទារកនៅតែយំឪពុករបស់ខេឡែនដោយមានអារម្មណ៍សោកស្ដាយចំពោះចៅប្រុសរបស់គាត់បានដឹកគាត់ដើរលេងជុំវិញផ្ទះដោយអចេតនារៀមដៃរបស់គាត់បានប៉ះនឹងឧបករណ៍គោះទ្វារដែលធ្វើឲ្យសំឡេងគោះទ្វារបន្លឺឡើងចម្លែកណាស់ទារកនោះឈប់យំពេលឮសំឡេងនោះហើយចាប់ផ្ដើមសើចឪពុករបស់ Caroline យល់ថារឿងនេះគួរឲ្យអស់សំណើចហើយគោះទ្វារម្ដងទៀតទារកនោះសើចកាន់តែសប្បាយរីករាយគូក្មេងនេះចូលចិត្តសំឡេងឧបករណ៍គោះទ្វារឪពុករបស់ Caroline និយាយទាំងញឹមបើហេតុអ្វីយើងមិនហៅគាត់ថាគោះទ្វារពេលឮពាក្យថាគោះទ្វារគឺខៀវហ្វូស្រាប់តែនឹកឃើញពាក្យរបស់ស្ត្រីមកពីភាគខាងលិចថ្មទាំងនេះមានម្ចាស់ឈ្មោះឡៃឆងយ៉ែនភ្លាមនោះគាត់បានដឹងថាម្ចាស់ថ្មប្រាក់ទាំងនោះពិតជាកូនប្រុសរបស់គាត់នៅថ្ងៃបន្ទាប់ឈៀវហ្វឺបាននាំប្រពន្ធនិងកូនប្រុសរបស់គាត់ទៅភាគខាងលិចមិនយូរប៉ុន្មានស្ត្រីនោះបានបង្ហាញខ្លួននៅទីនោះដូចជានាងបានរងចាំយូរមកហើយឈៀវហ្វូដោយកាន់កូនប្រុសរបស់គាត់បានដើរទៅមុខហើយអន់ក្បាលហើយនិយាយថាសូមអរគុណចំពោះការណែនាំរបស់អ្នកព្រះពោធិសត្វខ្ញុំបានរកឃើញលីចុងយ៉ានកូនប្រុសរបស់ខ្ញុំដែលទើបតែមានអាយុ1ខែប៉ុណ្ណោះស្ត្រីនោះញឹមហើយងក់ក្បាលហើយភ្លាមនោះ
កាំរស្មីពន្លឺរាប់មិនអស់បានលេចចេញពីរាងកាយរបស់នាងដោយបង្ហាញពីរូបរាងពិតរបស់ព្រះពោធិសត្វខ្វាញ់យិននាងសម្លឹងមើលក្រុមគ្រួសារដែលមានសមាជិក3នាក់ដោយក្តីអាណិតអាសូរដោយនិយាយថាទង្វើល្អត្រូវបានផ្ដល់រង្វាន់ហើយវត្តនៃឋានសួគ៌គឺមិនអាចគេចផុតបានទេអ្នកបានធ្វើការដោយមិនចេះនឿយហត់នៅថ្ងៃនោះសូម្បីតែជូតធូលីចេញពីឧបករណ៍គោះទ្វារថ្ងៃនេះអ្នកសឹមនឹងទទួលបានពរជ័យនេះចូលចងចាំថាក្នុងជីវិតនេះចូលធ្វើអំពើល្អនិងប្រមូលគុណធម៌ពរជ័យនឹងបន្តដល់កូនចៅរបស់អ្នកដោយធម្មជាតិឧឈីវហ្វូនិងក្រុមគ្រួសាររបស់គាត់បានលុតជង្គង់ថ្វាយបង្គំភ្លាមនៅពេលដែលពួកគេងើបក្បាលឡើងព្រះពោធិសត្វខ្វាញ់យិនបានប្រែក្លាយទៅជាខ្យល់បក់មួយដុំរួចហើយបាត់ខ្លួនចាប់ពីពេលនោះមកឈៀវហ្វូនិងភរិយារបស់គាត់កាន់តែមានចិត្តសប្បុរសកូនប្រុសរបស់ពួកគេលីចុងយ៉ានក៏មានភាពវៃឆ្លាតនិងមានប្រាជ្ញារហ័សរហួនផងដែរគាត់ធំឡើងប្រឡងជាប់អធិរាជហើយបានក្លាយជាមន្ត្រីស្មោះត្រង់ក្នុងស្រុករឿងរ៉ាវរបស់អ្នកគោះទ្វារនេះត្រូវបានបន្តពីមួយជំនាន់ទៅមួយជំនាន់ដោយបង្រៀនមនុស្សជំនាន់ក្រោយកុំឲ្យជៀសវាងការធ្វើល្អព្រោះវាជារឿងតូចតាចព្រោះសេចក្តីសប្បុរសបន្តិចបន្តួចនឹងនាំមកនូវពរជ័យនៅទីបំផុតអ្នកមើលរឿងនេះហើយសូមជូនពរឲ្យមានសុខភាពល្អនិងរកស៊ីមានបានសូមជួយឲ្យបេះដូង Share និង Follow ម្នាក់មួយផង